ចូលថ្នាក់វិទ្យាសាស្ត្រពិតទាំងតែខ្លួនឯងខ្សែមុខវិជ្ជារបស់ថ្នាក់វិទ្យាសាស្ត្រពិតនេះគឺជាបញ្ហាមួយរបស់ខ្ញុំកាលពីនៅវិទ្យាល័យហើយខ្ញុំគិតថាក្នុងពេលបច្ចុប្បន្ននេះគ្នាយើងក៏មិនតិចដែរដែលកំពុងតែជួបប្រទះជាមួយនឹងបញ្ហាមួយនេះអញ្ចឹងសូមគ្នាយើងក៏មានការព្រួយបារម្ភហើយសូមកុំខ្វាយខ្វល់ច្រើនពេកក៏ដោយសារតែនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបកស្រាយតាក់ទិនជាមួយនឹងដំណោះស្រាយថាយើងគួរតែធ្វើដូចម្ដេចតាក់ទិនជាមួយនឹងបញ្ហាមួយនេះក៏មែនទៅតាក់ទិនជាមួយនឹងបញ្ហានៃការចូលថ្នាក់វិទ្យាសាស្ត្រពិតទាំងដែលខ្លួនឯងខ្សោយមុខវិជ្ជាសាស្ត្រពិតនេះគឺវាមានច្រើនហេតុផលវាមានច្រើនប្រភពគឺយើងខ្លះទៅក៏ពួកគាត់សម្រេចចិត្តចូលទាំងខ្លួនឯងអត់ចេះដោយសារតែពួកគាត់មានក្តីសម័យថានឹងទៅរៀនជំនាញមួយដែលវាតាក់ទិនជាមួយនឹងមុខវិជ្ជានៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតហើយគ្នាយើងខ្លះទៀតក៏ពួកគាត់ចូលថ្នាក់វិទ្យាសាស្ត្រពិតតាមរយៈការណែនាំរបស់នរណាម្នាក់ចឹងទៅប៉ុន្តែខ្ញុំអត់ខ្វល់តែអ្នកនរគ្នាចូលតាមណាទេឬមួយក៏អ្នកនរគ្នាមានហេតុផលអ្វីទើបបង្ខំចិត្តឲ្យយើងចូលទៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតទេប៉ុន្តែអ្វីដែលអ្នកនរគួរតែធ្វើនៅពេលនេះគឺអ្នកនរគ្នាត្រូវតែដោះស្រាយថាតែយើងគួរតែធ្វើដូចម្ដេចដើម្បីអាចធ្វើឲ្យខ្លួនឯងដើរទៅមុខរួចជាមួយនឹងថ្នាក់វិទ្យាសាស្ត្រពិតទាំងដែលខ្លួនឯងខ្សោយមុខវិជ្ជានៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតនោះគឺសឹងតែទាំងអស់តែម្ដងអញ្ចឹងជំហានដំបូងរបស់យើងគឺយើងមិនមែនទៅស្រាវជ្រាវទៅសួរនាំអំពីវិធីសាស្ត្រនៃការរៀនឲ្យបកកែតាមមុខវិជ្ជានីមួយៗទេជំហានដំបូងរបស់យើងគឺយើងត្រូវតែរកហេតុផលឲ្យឃើញថាតើហេតុអ្វីយើងចង់ជាប់បាក់ឌុបខ្ញុំគិតថាគ្នាយើងសឹងតែ 100% ទេដែលពួកគាត់ជាសិស្សថ្នាក់ទី12ឬមួយក៏ពួកគាត់ជាសិស្សថ្នាក់ទី11ដែលពួកគាត់ត្រូវជ្រើសរើសថ្នាក់វិទ្យាសាស្ត្រឬមួយក៏សង្គមនោះគឺពួកគាត់សុទ្ធតែមានក្តីសម័យតែចង់ជាប់បាក់ឌុបទាំងអស់គ្នាតែម្ដងប៉ុន្តែសំណួរសួរថាតើមានហេតុផលអ្វីដែលធ្វើឲ្យយើងចង់ជាប់បាក់ឌុបអញ្ចឹងយើងត្រូវតែរកនៅហេតុផលថាហេតុអ្វីទើបយើងចង់ជាប់បាក់ឌុបអញ្ចឹងអ្នកនរគ្នាអាចរកហេតុផលបាន1ឬមួយក៏លើសពី1អាចមាន2អាចមាន3អញ្ចឹងទៅប៉ុន្តែខ្ញុំចង់បញ្ជាក់ថាគ្រាន់ហេតុផលរាល់អ្វីអ្នកនរគ្នាគិតថាខ្លួនជារឿងមួយដែលយើងអាចយកមកជំរុញអារម្មណ៍របស់យើងជារឿងមួយដែលវាធ្វើឲ្យយើងចង់ជាប់បាក់ឌុបនោះសូមឲ្យហេតុផលទាំងនោះរឿងទាំងនោះគឺជារឿងពិតហើយចេញពីចិត្តរបស់យើងឲ្យពិតប្រាកដតែម្ដងខ្ញុំឧទាហរណ៍ថាគ្នាយើងរកហេតុផលឃើញថាមូលហេតុដែលយើងចង់ជាប់បាក់ឌុបគឺយើងចង់ជាប់បាក់ឌុបដើម្បីក្រុមគ្រួសាររបស់យើងអញ្ចឹងយើងគិតឲ្យជ្រៅជាងនឹងទៀតថាតើយើងជាប់បាក់ឌុបដើម្បីក្រុមគ្រួសាររបស់យើងហ្នឹងគឺដើម្បីអ្វីអញ្ចឹងយើងគិតទៅទៀតថាបើសិនជាយើងជាប់បាក់ឌុបយើងអាចធ្វើឲ្យពួកគាត់សប្បាយចិត្តពួកគាត់មានមោទនភាពមកកាន់យើងធ្វើឲ្យអ្នកភូមិផងរបងរបស់យើងគេកាត់សរសើរមកលើយើងគេកាត់សរសើរមកលើក្រុមគ្រួសាររបស់យើងជាដើមហើយការជាប់បាក់ឌុបរបស់យើងវាអាចបើកសេរីភាពរបស់យើងអាចជ្រើសរើសដូចជំនាញនៅសាកលវិទ្យាល័យតាមចិត្តរបស់យើងហើយយើងអាចមានភាគរយខ្ពស់នៅក្នុងការទៅរកការងារធ្វើដើម្បីយកប្រាក់ហ្នឹងមកផ្គត់ផ្គង់ក្រុមគ្រួសាររបស់យើងអញ្ចឹងអានេះវាសុទ្ធតែជាគំនិតល្អៗដែលកើតចេញពីហេតុផលរបស់យើងហើយខ្ញុំបញ្ជាក់ថាប្រសិនបើអ្នកនរគ្នាគិតកាន់តែស៊ីជម្រៅតាក់ទិនជាមួយនឹងហេតុផលរបស់យើងវាកាន់តែធ្វើឲ្យហេតុផលរបស់យើងនោះគឺមានឥទ្ធិពលមកលើយើងកាន់តែខ្លាំងហើយហេតុផលអស់ទៅនឹងគឺវាមានឥទ្ធិពលខ្លាំងនៅពេលដែលយើងបាក់ទឹកចិត្តនៅពេលដែលយើងគិតអវិជ្ជមានច្រើនគឺជាពេលវេលាមួយដែលវានឹងចូលខ្លួនមកលើទឹកចិត្តយើងហើយមួយវិញទៀតនៅពេលដែលយើងមាននៅហេតុផលច្បាស់លាស់ជាមួយនឹងខ្លួនឯងអញ្ចឹងខ្ញុំគិតថាជាពេលវេលាមួយដែលយើងចាប់ផ្ដើមបានល្អខ្លាំងមែនតើពីព្រោះខ្ញុំគិតថាអ្នកគ្នាបន្ទោះបើយើងអត់ចេះដល់កម្រិតណាក៏ដោយប៉ុន្តែបើសិនជាយើងមានទឹកចិត្តបើសិនជាយើងមានកម្លាំងចិត្តពីខាងក្នុងមកមានបញ្ហាអ្វីក៏ដោយក៏អ្នកគ្នាអាចដើរទៅមុខដែរអ្នកគ្នាអត់ចេះយ៉ាងម៉េចក៏ដោយក៏អ្នកគ្នាមានភាគរយនៅក្នុងការរៀនចេះដែរហើយថាមិនត្រូវអ្នកគ្នាអាចយកនីតិល្អជូនខ្លួនឯងបានទៀតនៅក្នុងថ្ងៃប្រឡងបាក់ឌុបអញ្ចឹងអានេះវាគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេនិយាយតាមត្រង់ទៅខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំបន្តិចខ្ញុំចូលថ្នាក់វិទ្យាសាស្ត្រពិតនេះមិនមែនខ្ញុំមានក្តីសម័យអីណាទេដោយសារតែការណែនាំរបស់បងប្រុសខ្ញុំទេខ្ញុំចូលទៅគឺខ្ញុំចូលទៅទាំងអត់ចេះតែម្ដងហើយហេតុផលដែលទើបឲ្យខ្ញុំជាប់បាក់ឌុបបានគឺជាហេតុផលដែលខ្ញុំបានបញ្ជាក់ពីខាងក្នុងវីដេអូមុនហ្នឹងអញ្ចឹងគឺតាក់ទងជាមួយនឹងកម្លាំងជំរុញពីខាងក្នុងមកទើបខ្ញុំមានកម្លាំងចិត្តនៅក្នុងការរៀនតទៅមុខទៀតបើទោះបីជាពេលហ្នឹងគឺខ្ញុំអត់ចេះយ៉ាងណាក៏ដោយ
ខ្ញុំមានកម្លាំងចិត្តហ្នឹងខ្ញុំអាចដើរទៅមុខទៀតហើយលទ្ធផលចុងក្រោយខ្ញុំទទួលបាននោះគឺខ្ញុំជាប់បាក់ឌុបបើទោះបីជាមិនបានទៅល្អក៏វាអាចធ្វើឲ្យខ្ញុំមានមោទនភាពមកលើខ្លួនឯងបានដែរហ្នឹងហើយវីដេអូហ្នឹងក៏សូមបិទបញ្ចប់នៅត្រង់នោះដែរហើយនេះវាគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេហើយខ្ញុំក៏ចង់ចែករំលែកវាទៅកាន់អ្នកនរគ្នាដែរដោយសារតែខ្ញុំមើលឃើញថាគ្នាយើងខ្លះទៅគឺពួកគាត់មានការព្រួយបារម្ភខ្ពស់ជាមួយនឹងខ្លួនឯងដោយសារតែខ្លួនឯងអត់ចេះមុខវិជ្ជានៅក្នុងថ្នាក់វិទ្យាសាស្ត្រពិតដែលខ្លួនឯងកំពុងតែរៀនថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងវាអាចវាយប្រហារមកលើពួកគាត់បានដែរអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះវានឹងអាចជួយសម្រួលអារម្មណ៍អ្នកគ្នាបានហើយវាក៏ជាផ្លូវមួយសម្រាប់ឲ្យអ្នកគ្នាអាចដើរបានដែរអាចធ្វើឲ្យអ្នកគ្នាមានអារម្មណ៍ល្អនៅក្នុងដំណើរដើរទៅរកនៅការប្រឡងបាក់របស់អ្នកគ្នាបានល្អផងដែរអញ្ចឹងវីដេអូនេះក៏សូមបិទបញ្ចប់នៅត្រឹមនេះដែរហើយក៏សូមអរគុណគ្នាយើងដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់តោះនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ